ដោយអ្នកគ្រូកណ្ដាលបញ្ញាហើយមាននិស្សិត4នាក់ឡើងមកការពារទៅពេលនេះមាននិស្សិតស៊ូវ៉ាន់ណេតនិស្សិតខុននេះនិស្សិតសៀងស្រីវីហើយនិងនិស្សិតលីរីណាក្រោមប្រធានបទការកែស្ដីពីចំណេះដឹងនៃយ៉ាងបត់និងការប្រព្រឹត្តរបស់អ្នកជំងឺលើសម្ពាធទាបនៅខេត្តចំឆ្នាំ2025សូមជើញការនិយាយពីសម្រាប់អញ្ចឹងយើងអាចចេញតាមពីក្រោយហ្នឹងបងប្អូននិស្សិតអាចចេញតាមពីមួយចូលតាមទ្វារមកចេញតាមទ្វារក្រោយប៉ុណ្ណឹងដាក់ចាំបើខ្ញុំចាំបើអីដល់ខ្ញុំគេហៅស្អីទេក្រោយជួយប៉ាន់ទៅហើយឡូនខែក្រោយយើងដាក់ប៉ុនជួយនេះជាកិច្ចចាប់បានក្រុមខ្ញុំបានសូមគោរពដល់អាដាមជាបណ្ឌិតគឹមស៊ូកដនសាកលវិទ្យាការនៅសាកលវិទ្យាកំពង់ចាមសូមគោរពលោកគ្រូជ័យវិជ្ជមនីនិងលោកគ្រូគឹមស៊ូសំបនសាកលវិទ្យាការរងនៅសាកលវិទ្យាកំពង់ចាមសូមគោរពគណៈកម្មការមានតម្លៃសារណាទាំងអស់សូមគោរពលោកស្រីអាចារ្យជំនួយមន្ត្រីបដិជានាយកសារណាសូមគោរពលោកស្រីអាចារ្យជំនួយគឹមកំស្រង់ដែលជាសហនាយកសារណាសូមគោរពលោកស្រីលោកបណ្ឌិតសុកញ្ញាជានាយកសារណាសូមគោរពលោកគ្រូអ្នកគ្រូដែលជាភ្នាក់កិត្តិយសនិងក្រុមនិស្សិតទាំងអស់ដែលមានមតិមានទីគោរពរាប់អានក្រុមខ្ញុំបាទជានិស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី4ចំនួនទី3ដែលឡើងមកធ្វើការពារសារណាក្រុមធានបត់ការកេស្លើពីចំណេះដឹងកិរិយាបថនិងការប្រព្រឹត្តរបស់អ្នកជំនឿសម្ពាធឈាមក្នុងចំណោមអ្នកជំនឿសម្ពាធឈាមនៅខេត្តកំពង់ចាមឆ្នាំ2025ចង់ឃើញតាមស្រុកដែលមានលោកស្រីអនុបណ្ឌិតសុខកញ្ញាជាលោកអ្នកគ្រូដឹកនាំនិងខ្ញុំបាទស៊ូបណ្ឌិតជាប្រធានក្រុមខ្ញុំខុននេះជាសមាជិកអ្នកខ្ញុំសៀងស្រីវីជាសមាជិកអ្នកខ្ញុំលេរីណាជាសមាជិកជាកិច្ចបន្ទាប់មុនធ្វើការស្វែងរកមុនធ្វើការបកស្រាយក្នុងសារតាមទាំងមូលខ្ញុំបាទសូមធ្វើការតាមគុណដល់សូមតាមគុណដល់យ៉ាងជ្រាលជ្រៅចំពោះលោកឪពុកអ្នកម្ដាយដែលលោកបានផ្ដល់កំណត់ចំបីបាច់ដល់ក្រុមយើងខ្ញុំរហូតដល់បញ្ចប់ការសិក្សាយ៉ាងប្រចាំចង់លើថ្នាក់បរិញ្ញាបត្រលើកថាសូមថ្លែងអំណរគុណដល់លោកជំទាវអោលីនេះដែលជាប្រធានក្រុមសិក្សាពិបាលនៃសាកលវិទ្យាកំពង់ចាមសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាដាមជាបណ្ឌិតគឹមស៊ូពេដនសាកលវិទ្យាការនៃសាកលវិទ្យាកំពង់ចាមសូមគោរពថ្លែងអំណរគុណដល់លោកគ្រូគឹមស៊ូសំបុត្រនិងលោកគ្រូជាជំនាញដែលជាកតការរងដែលបានជួយសម្រួលទីតាំងតែបញ្ចប់តាំងរហូតដល់បញ្ចប់សាសនាសូមគោរពថ្លែងអំណរគុណដល់លោកស្រីដែលលោកបណ្ឌិតសុកញ្ញាដែលជានាយកសារណាដឹកនាំសារណាផ្ទាល់និងសម្ដេចចុងក្រងសាសនាបានយ៉ាងល្អប្រសើរសូមថ្លែងអំណរគុណដល់សាស្ត្រាចារ្យចិនស៊ីណាដែលជាប្រធានមន្ត្រីពេទ្យបង្ការកំពង់ចាមបានជួយសម្រួលទីតាំងសម្រាប់ការចុះប្រមូលទិន្នន័យរបស់ក្រុមហ៊ុនផ្ទាល់និងជាចុងក្រោយសូមថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានបង្ហាត់បង្រៀននិងផ្ដល់ចំណេះដឹងរបស់យើងខ្ញុំទាំងផ្នែកទ្រឹស្ដីនិងផ្នែកអនុវត្តជាកិច្ចបន្ទាប់ខ្ញុំសូមធ្វើការបង្ហាញនូវវិធីការដែលសាសនាទាំងមូលមានចំនួន6ចម្ពោះទី1និយាយពីសេចក្តីផ្ដាំចម្ពោះទី2និយាយពីរំលឹកបណ្ណាល័យសាស្ត្រសាសនាដៃពាក់ព័ន្ធចម្ពោះទី3វិធីសាស្ត្រចម្ពោះទី4លទ្ធផលចម្ពោះទី5ការវិភាសានិងចម្ពោះទី6សេចក្តីសន្និដ្ឋានប្រណិសាស្ត្រអង្គពិធីទាំងមូលសូមធ្វើការបកស្រាយនៅក្នុងសាសនាតទៅសូមជម្រាបសួរអង្គពិធីទាំងមូលនៃខ្ញុំខុននេះសូមអនុញ្ញាតបកស្រាយនៅស្លាយបន្តចំពោះទី1សេចក្តីផ្ដើមគោលបំណងនៅក្នុងគោលបំណងមាន2ចំណុចការអង្កេតនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញនូវសមត្ថភាពក្នុងការអនុវត្តការស្រាវជ្រាវនិងការសរសេរសារណានេះដែលឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវការរបស់សាកលវិទ្យាល័យកំពង់ចាមដើម្បីទទួលបាននូវសញ្ញាបត្របរិញ្ញាបត្រគិលានុបដ្ឋានទី2ដើម្បីរួមចំណែកលើកកម្ពស់សុខភាពសាធារណៈតាមរយៈការប្រើប្រាស់ព័ត៌មានដែលទទួលបាននិងរៀបចំជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយអត្រាហានិភ័យនៃជំងឺអត្រាការជំងឺថ្មីនិងកាត់បន្ថយផលវិបាកនៃជំងឺ
គោលបំណងវត្ថុបំណងដើម្បីឆ្លើយតបទៅនឹងគោលបំណងខាងលើការអង្កេតនេះបានកំណត់នៅវត្ថុបំណងមួយចំនួនដូចជាទី1ស្វែងយល់ពីលក្ខណៈវិទ្យាសាស្ត្ររបស់សំណាក់ទី2ស្វែងយល់ពីចំណេះដឹងនិងអរិយាប័ត្រទាក់ទងនឹងជំងឺលើសភាពឈាមទី3ស្វែងយល់ពីការប្រព្រឹត្តក្នុងជីវិតប្រចាំថ្ងៃទី4ស្វែងយល់ពីប្រភេទជំងឺលើសភាពឈាមទី5ស្វែងយល់ពីការព្យាបាលរបស់សំណាក់ប្រចាំថ្ងៃចំណុចរបស់ខ្ញុំបានបញ្ចប់សូមតែចំណុចបន្ទាប់ឲ្យទៅសមាជិកក្រុមចាជំរាបសួរនាងខ្ញុំលីរីណាសូមធ្វើការបកស្រាយបន្តចូលដល់ចំពោះទី2រំលឹកបណ្ណាល័យសាស្ត្រនិងស្នាដៃពាក់ព័ន្ធចំពោះនិយមន័យជំងឺលើសសម្ពាធឈាមបើយកទៅតាមអង្គការសុខភាពពិភពលោក WHO និងសមាគមអន្តរជាតិជំងឺទឹកនោមផ្អែមសម្ពាធឈាមស៊ីស្តូលិកធំជាឬស្មើ140មីលីម៉ែត្របារ៉ុតនិងសម្ពាធឈាមយ៉ាស្តូលិកធំជាឬស្មើ90មីលីម៉ែត្របារ៉ុតហើយត្រូវវាយយ៉ាងហោចណាស់2ដងនៅថ្ងៃផ្សេងគ្នាចំពោះចំណាត់ថ្នាក់លើសម្ពាធឈាមដែលផ្អែកលើគោលការណ៍ណែនាំគ្លីនិកចុងក្រោយបំផុតរបស់ស្ថាប័នលើពិភពលោកប្រភេទដែលល្អបំផុតស៊ីស្តូលិកទៅជា120មីលីម៉ែត្របារ៉ុតនិងយ៉ាស្តូលិកទៅជា80មីលីម៉ែត្របារ៉ុតធម្មតាស៊ីស្តូលិក120ទៅ129មីលីម៉ែត្របារ៉ុតនិងយ៉ាស្តូលិក80ទៅ84មីលីម៉ែត្របារ៉ុតធម្មតាតែខ្ពស់ស៊ីស្តូលិក130ទៅ139មីលីម៉ែត្របារ៉ុតនិងយ៉ាស្តូលិក85ទៅ89មីលីម៉ែត្របារ៉ុតលើសម្ពាធឈាមកម្រិតទី1ស្រាដែលមានស៊ីស្តូលិក140ទៅ159មីលីម៉ែត្របារ៉ុតនិងយ៉ាស្តូលិក90ទៅ99មីលីម៉ែត្របារ៉ុតលើសម្ពាធឈាមកម្រិតទី2មធ្យមដែលមានស៊ីស្តូលិក160ទៅ179មីលីម៉ែត្របារ៉ុតនិងយ៉ាស្តូលិក100ទៅ109មីលីម៉ែត្របារ៉ុតលើសម្ពាធឈាមកម្រិតទី3ធ្ងន់ធ្ងរដែលមានស៊ីស្តូលិកធំជាឬស្មើ180មីលីម៉ែត្របារ៉ុតនិងយ៉ាស្តូលិកធំជាឬស្មើ110មីលីម៉ែត្របារ៉ុតហើយលើសម្ពាធឈាមស៊ីស្តូលិកដាច់ដោយឡែកដែលមានស៊ីស្តូលិកធំជាឬស្មើ140មីលីម៉ែត្របារ៉ុតនិងយ៉ាស្តូលិកដូចជា90មីលីម៉ែត្របារ៉ុតហើយចូលមកដល់ប្រភេទនៃជំងឺលើសម្ពាធឈាមបានបែងចែកជា2គឺ primary hypertension និង secondary hypertension ចំពោះ primary hypertension មនុស្សមានចំនួន90ទៅ95%មិនមានមូលហេតុច្បាស់លាស់នោះទេដែលជាកត្តាបង្កមកពីកត្តាអាយុចាស់ស្រានិងបរិយស្ត្រេសនិងអសកម្មភាពអាហារប្រៃខ្លាញ់កត្តាដំណោពូជនិងធាត់ចូលមកដល់ secondary hypertension មានមនុស្សចំនួន5ទៅ10%ដែលមានមូលហេតុជាក់លាក់ដូចជាជំងឺតម្រងនោមទឹកមានសរសៃឈាមតម្រងនោមជំងឺអរម៉ូនឧទាហរណ៍ hyperthyroidism រីឯរោគសញ្ញាវិញមនុស្សភាគច្រើនមានរោគសញ្ញានិងមានរោគសញ្ញាធម្មតាដូចជាឈឺក្បាលវិលមុខដង្ហើមខ្លីបេះដូងលូតលឿននិងស្រវាប់ភ្នែកហើយរោគសញ្ញាគ្រោះថ្នាក់ឈឺក្បាលខ្លាំងភ្លាមៗបង្វេងស្មារតីដង្ហើមតាំងខ្លាំងរីឯផលវិបាកខួរក្បាល stroke បេះដូង heart attack heart failure តម្រងនោមខ្សែមុខមានតម្រងនោមភ្នែកមើលមិនច្បាស់ចូលមកដល់វិធីសាស្ត្រដែលវាស់សម្ពាធឈាមឲ្យបានត្រឹមត្រូវយើងអាចវាស់ដោយប្រើវាស់សម្ពាធឈាមដោយប្រើឧបករណ៍2ដែលទី1វាស់ដោយម៉ាស៊ីន digital ទី2ឧបករណ៍វាស់ដោយដៃហើយមុននឹងវាស់ត្រូវតែឲ្យអ្នកជំងឺសម្រាប់5នាទីមុនវាស់មិនត្រូវនិយាយស្ដីពេលវាស់យ៉ាងហោចណាស់2ដងហើយយកលទ្ធផលលើកទី2ពីឯវិធីការព្យាបាលវិញយើងត្រូវប្រើវិធី2ទី1មិនប្រើថ្នាំទី2ប្រើថ្នាំចំពោះការមិនប្រើថ្នាំកាត់បន្ថយអំបិលនិងខ្លាញ់ហាត់ប្រាណ30នាទីក្នុងមួយថ្ងៃឈប់ជក់បរិយកាត់បន្ថយស្ត្រាគេគ្រប់គ្រាន់និងគ្រប់គ្រងការ stress ហើយចំពោះការប្រើថ្នាំត្រូវប្រើថ្នាំតាមបញ្ជាបញ្ជាគ្រូពេទ្យឧទាហរណ៍ ACE inhibitor enalapril lisinopril ចំពោះវិធីសាស្ត្រនៃការបង្ការត្រូវតែញ៉ាំអាហារដែលមានសុខភាពប្រៃតិចខ្លាញ់តិចហាត់ប្រាណទៀងទាត់គ្រប់គ្រងទម្ងន់មិនជក់បរិយនិងមិនផឹកស្រាច្រើនគេគ្រប់គ្រាន់នាងខ្ញុំសូមបញ្ចប់ការបកស្រាយត្រឹមនេះហើយសូមផ្ទេរការបកស្រាយបន្តទៅដល់សមាជិកក្រុមជំរាបសួរអង្គអគ្គទាំងមូលនាងខ្ញុំសៀងសេរីសូមអនុញ្ញាតបន្តការបកស្រាយបន្តចំពោះទី3វិធីសាស្ត្រការតាក់តែងការអង្កេតនេះត្រូវបានប្រើប្រាស់វិធីសាស្ត្របែបបរិមាណនិងតាក់តែងឡើងតាមបែប processional study ទីកន្លែងសិក្សាការអង្កេតនេះត្រូវបានធ្វើឡើងនៅផ្នែកជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាមនៃមន្ទីរពេទ្យបង្ងាយខេត្តកំពង់ចាមដែលផ្នែកនេះទទួលខុសត្រូវក្នុងការផ្តល់សេវាដល់ឱសថលើសសម្ពាធឈាមជូនអ្នកជំងឺលើសសម្ពាធឈាមនិងមានទីតាំងស្ថិតនៅភូមិទី7ក្រុងកំពង់ចាមសង្កាត់កំពង់ចាមខេត្តកំពង់ចាមក្រុមគោលដៅអ្នកជំងឺលើសសម្ពាធឈាមទាំងអស់ដែលបានមកទទួលសេវាថែទាំនិងព្យាបាលនៅជំងឺទឹក
ក្នុងផ្អែកនឹងលើសម្ពាធឈាមទាំងអស់នៅមន្ទីរពេទ្យខេត្តកំពង់ចាមគឺជាក្រុមគោលដៅតែមួយនៃការអង្កេតនេះចំនួនសំណាក់យោងតាមវិធីសាស្ត្របែបបរិមាណការកំណត់យកចំនួនសំណាក់គឺច្រើនជាង30យោងតាមទិន្នន័យជាមធ្យមមានអ្នកជំងឺលើសម្ពាធឈាមចំនួន20នាក់មកទទួលសេវាក្នុងមួយថ្ងៃជាមួយនឹងរយៈពេល15នាទីនៃការសម្ភាសក្នុងមួយនាក់ហើយការសម្ភាសចាប់ផ្ដើមពីម៉ោង 7:30 នាទីព្រឹករហូតដល់ម៉ោង 11:00 នាទីព្រឹកក្នុងរយៈពេល5ថ្ងៃការស្រាវជ្រាវនេះចាប់ផ្ដើមពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025ដោយនេះទំហំសំណាក់មានប្រមាណ100នាក់នឹងត្រូវបានជ្រើសរើសចូលក្នុងកម្មវិធីសិក្សាចំពោះវិធីសាស្ត្រជ្រើសរើសសំណាក់ការជ្រើសរើសសំណាក់គឺយកទាំងអស់បានន័យថាក្រុមអ្នកជំងឺលើសម្ពាធឈាមដែលគ្មានកំណត់លក្ខខណ្ឌអ្វីទាំងអស់ដែលបានមកស្វែងរកសេវាពិគ្រោះថែទាំនិងព្យាបាលជំងឺលើសម្ពាធឈាមនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមចាប់ពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី12ខែធ្នូឆ្នាំ2025និងដែលស្ម័គ្រចិត្តចូលរួមក្នុងការសិក្សានេះគឺយកទាំងអស់ឧបករណ៍សម្រាប់អង្កេតកម្រងសំណួរគឺជាឧបករណ៍ដែលបានប្រើប្រាស់សម្រាប់ការប្រមូលទិន្នន័យដែលមានសំណួរសរុបចំនួន23ដែលចែកចេញជា3ផ្នែកផ្នែកទី1គឺផ្ដោតទៅលើលក្ខណៈជាទូទៅរបស់សំណាក់ផ្នែកទី2គឺផ្ដោតទៅលើចំណេះដឹងនិងអរិយាប័ត្រផ្នែកទី3គឺផ្ដោតទៅលើការប្រព្រឹត្តនិងការថែទាំព្យាបាលជំងឺលើសម្ពាធឈាមចំពោះការចុះប្រមូលទិន្នន័យក្នុងនាមជាអ្នកធ្វើអង្កេតគឺក្រុមយើងខ្ញុំផ្ទាល់ជាអ្នកប្រមូលទិន្នន័យដោយផ្ទាល់តាមរយៈការប្រមូលទិន្នន័យពីអ្នកជំងឺលើសម្ពាធឈាមដែលបានមកទទួលសេវាថែទាំនិងព្យាបាលនៅផ្នែកជំងឺទឹកនោមផ្អែមនិងលើសម្ពាធឈាមនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមការវិភាគទិន្នន័យការគ្រប់គ្រងទិន្នន័យបានធ្វើឡើងទៅតាមលំដាប់លំដោយយ៉ាងយកចិត្តទុកដាក់បំផុតដោយចាប់ផ្ដើមពីការសម្អាតទិន្នន័យឲ្យបានស្អាតបន្ទាប់មកបន្តធ្វើការទៀងទាត់នៅទិន្នន័យដែលងាយនឹងខុសមុននឹងធ្វើការបញ្ចូលទៅក្នុងកម្មវិធី Excel ដើម្បីវិភាគរកព័ត៌មានដោយគិតជាចំនួនជាភាគរយជាមធ្យមជាអតិបរមានិងអបបរមាប្រយោគទៅតាមសេចក្តីត្រូវការដើម្បីឆ្លើយតបទៅនឹងកម្មវត្ថុនៃការអង្កេតនេះក្រោយពីវិភាគហើយព័ត៌មានទាំងអស់ត្រូវយកទៅរៀបចំជាតារាងចំនួនតារាងស្ថិតិនិងរូបភាពជាឆាករបាដើម្បីជាឆាករបានឹងធ្វើការបកស្រាយឬរូបភាពនីមួយៗទៅតាមបែបពិពណ៌នាជាចុងក្រោយព័ត៌មានដែលបានរៀបចំហើយគឺត្រូវបានយកចុងក្រងជាសារណាស្របទៅតាមគោលការណ៍ណែនាំរបស់សាកលវិទ្យាល័យនិងទ្រឹស្ដីវិទ្យាសាស្ត្ររយៈពេលអង្កេតការអង្កេតនេះត្រូវបានចំណាយពេលសរុបចំនួន4ខែដែលចាប់ពីថ្ងៃទី1ខែតុលាឆ្នាំ2025រហូតដល់ថ្ងៃទី31ខែមករាឆ្នាំ2026ដែលធ្វើការបែងចែកទៅកាន់សកម្មភាពទៅខែទី1ជ្រើសរើសគ្រូណែនាំនិងពិភាក្សាជាមួយគ្រូណែនាំក្នុងការជ្រើសរើសប្រធានបទនិងការអនុញ្ញាតពីសាកលវិទ្យាល័យខែទី2រៀបចំគម្រោងសារណានិងពិនិត្យទិន្នន័យនៅផ្នែកជំងឺទឹកនោមផ្អែមនិងលើសម្ពាធឈាមដោយផ្ទាល់ដើម្បីស្វែងយល់ពីទិន្នន័យដែលត្រូវការខែទី3ចុះប្រមូលទិន្នន័យនិងគ្រប់គ្រងទិន្នន័យខែទី4ចុងក្រងសារណានិងពិភាក្សាជាមួយគ្រូណែនាំមុននឹងដាក់ជូនសាកលវិទ្យាល័យពិនិត្យនិងដើម្បីសម្រេចត្រៀមការពារសារណាចំពោះក្រុមសិលធម៌ការសិក្សានេះបានគោរពយ៉ាងជាប់ជួននៅសិលធម៌នៃវិជ្ជាជីវៈនៃការស្រាវជ្រាវដែលមានការអនុញ្ញាតត្រឹមត្រូវពីសាកលវិទ្យាល័យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាមបន្ទាប់មកចុះប្រមូលទិន្នន័យអាចប្រព្រឹត្តទៅបានដោយមានការអនុញ្ញាតផងដែរពីលោកប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមលោកស្រីប្រធានផ្នែកនិងនាយសារឯកទេសជំងឺទឹកនោមផ្អែមនិងលើសម្ពាធឈាមគ្រប់សំណាក់ទាំងអស់ដែលបានឆ្លងកាត់ការអនុញ្ញាតសម្រាប់សំណួរដែលគាត់ចង់ឆ្លើយឬមិនចង់ឆ្លើយដើម្បីជៀសវាងកុំឲ្យមានការបាត់បង់ផ្លូវចិត្តឬសម្ពាធផ្សេងៗរាល់ទិន្នន័យដែលប្រមូលទាំងអស់ត្រូវបានរក្សាទុកជាការសម្ងាត់ដោយគ្មានអ្នកណាអាចចូលមើលបានក្រៅពីក្រុមពួកយើងផ្ទាល់និងគ្រូណែនាំតែប៉ុណ្ណោះហើយទិន្នន័យទាំងអស់នឹងត្រូវបំផ្លាញចោលទាំងស្រុងក្រោយពីទទួលបានការវិតម្លៃនិងគណៈកម្មការវិតម្លៃសារណាចំពោះចំណុចនេះខ្ញុំបានបញ្ចប់នេះខ្ញុំសូមទៅភារកិច្ចបន្តឲ្យទៅមិត្តរួមក្រុមជំរាបសួរអង្គពិធីទាំងមូលខ្ញុំបាទសុវណ្ណសូមអនុញ្ញាតធ្វើការបកស្រាយបន្តចំពោះទី4លទ្ធផលចំពោះលក្ខណៈវិទ្យាសាស្ត្ររបស់សំណាក់ទាំងអស់អាយុជាមធ្យមមានចំនួន61ឆ្នាំកម្រិតស្តង់ដារនៃអាយុគឺ9.33ឆ្នាំអាយុបរមាគឺ42ឆ្នាំនិងអាយុអតិបរមាគឺ85ឆ្នាំចំពោះភេទវិញយើងឃើញថាភេទស្រីមានទៅដល់65%ចំពោះអាស័យដ្ឋានអ្នកនៅក្នុងខេត្តកំពង់ចាមមានទៅដល់76%ចំពោះសារភាពគ្រួសារអ្នកមានគ្រួសារមានរហូតដល់71%ចំណែកឯមុខរបរវិញយើងឃើញថាកសិករមាន42%និងចាស់ជរាមាន29%
ចំពោះចំណេះដឹងអាកប្បរុទ្ធអេយ៉ាបតចំណេះដឹងចំពោះជំងឺសម្ពាធឈាមអ្នកដែលឆ្លងថាជាជំងឺមិនឆ្លងនោះមានរហូតដល់ 93%ឯកតាប្រឈមវិញក៏បានឆ្លើយថាការកតាអាយុនឹងមានចំនួន 27%កតាដំណពូជមាន 2% របៀបរបបនៃការរស់នៅមានចំនួន 71%ចំពោះការជួបបរិយអ្នកដែលមិនជួបបរិយមានរហូតដល់ 92%ការផឹកស្រាវិញអ្នកដែលមិនបានផឹកស្រាមានរហូតដល់ 90%ហើយការហាត់ប្រាណអ្នកដែលបានហាត់ប្រាណមានចំនួន 69% ហើយជាមធ្យមក៏បានហាត់ប្រាណ 4.1 ដងក្នុងមួយសប្តាហ៍ហើយចំនួនជាមធ្យមក្នុងមួយថ្ងៃគឺក៏បានហាត់ប្រាណចំនួន 27.2 នាទីចំពោះការពិសាភេទជ្ជៈផ្អែមអ្នកដែលមិនពិសាភេទជ្ជៈផ្អែមនោះមានដល់ 71% ហើយចំពោះផលបាននៃជំងឺសម្ពាធឈាមអ្នកដែលស្វាងភ្នែកមាន 46% ហើយបេះដូងមានចំនួន 27% ដែលសរសៃឈាមមាន 15% មិនដឹង 8% និងខុសតម្រងនោមមានចំនួន 4%ចំណែកឯប្រភេទរោគវិនិច្ឆ័យវិញគឺអ្នកដែលមានជំងឺសម្ពាធឈាមដំបូងមានរហូតដល់ 68%រយៈពេលធ្វើរោគវិនិច្ឆ័យគឺអតិបរមាមានរហូតដល់ 30 ឆ្នាំចំណែកឯចំនួនឱសថវិញអ្នកដែលប្រើឱសថចំនួន1មុខមានចំនួន 88%ពីរមុខមានចំនួន 9% លើសពី2មុខមានចំនួន 3%រយៈពេលនៃការលេបថ្នាំដែលលេបពេលព្រឹកមានរហូតដល់ 58%លេបពេលល្ងាចមានចំនួន 37%ឯការលេបថ្នាំអ្នកដែលលេបទៀងពេលមានរហូតដល់ 80%ហើយនៅពេលលេបថ្នាំវិញគាត់បានប្រាប់ថាគឺលេបភ្លាមៗនៅពេលនៅឃើញមានរហូតដល់ 45%លេបស្ទួនដូរថ្នាំមាន 3% និងផ្សេងៗទៀតមានចំនួន 52%ការប្រើថ្នាំខ្មែរអ្នកដែលប្រើថ្នាំខ្មែរមានត្រឹមតែ 21% ប៉ុណ្ណោះចំណែកការប្រព្រឹត្តនៅពេលមិនស្រួលខ្លួនវិញគឺគាត់បានទៅជួបគ្រូពេទ្យមានចំនួន 25% ការលេបថ្នាំបន្ថែមមាន 14% ការកក់ខ្យល់មានចំនួន 42% និងផ្សេងៗទៀតមានចំនួន 19%ការតាមដានសម្ពាធឈាមអ្នកដែលមិនបានតាមដានសម្ពាធឈាមនោះមានរហូតដល់ 66% ហើយតាមដានជាប្រចាំនោះមានចំនួនត្រឹមតែ 34% ប៉ុណ្ណោះសម្ពាធឈាមនៅពេលប្រើថ្នាំដំបូងអ្នកដែលមានសម្ពាធឈាមខ្ពស់ធម្មតាតែខ្ពស់គឺ 10% សម្ពាធឈាមលើកម្រិតសម្ពាធឈាមកម្រិតទី1មានចំនួន 45% លើសម្ពាធឈាមកម្រិតទី2មានចំនួន 27% និងលើសម្ពាធឈាមកម្រិតទី3មាន 18%សម្ពាធឈាមបច្ចុប្បន្នបន្ទាប់ពីការប្រើថ្នាំហើយយើងឃើញថាសម្ពាធឈាមរបស់អ្នកជំងឺសំណាក់ទាំងអស់ទាំង100នាក់ហ្នឹងមានតែខ្ពស់បំផុតមាន 180 មីលីម៉ែត្របារ៉តជាមធ្យមមានចំនួន 129.87 មីលីម៉ែត្របារ៉តនិងជាអបបរមាមានត្រឹមតែ 90 មីលីម៉ែត្របារ៉តចំពោះទី5ការវិភាគសាបើយកទៅតាមអង្គការសុខភាពពិភពលោកយើងឃើញថាបានបង្ហាញថាបុរសកើតជំងឺសម្ពាធឈាមច្រើនជាងស្ត្រីប៉ុន្តែតាមការសិក្សារបស់យើងខ្ញុំឃើញថាបុរសហ្នឹងមានចំនួនតិចជាងស្ត្រីទៅវិញនេះក៏អាចបណ្ដាលមកពីការរំលាយនៃសំណាញ់ចំពោះលទ្ធផលនៃការសិក្សាវិញគឺមានសមស្របទៅនឹងអង្គការសុខភាពពិភពលោកដែលបង្ហាញថាអ្នកជំងឺស្អែសឹកដែលមានអាយុ40ឆ្នាំឡើងទៅគឺប្រឈមមុខនឹងជំងឺលើសសម្ពាធឈាមបន្ថែមពីនេះសំណាក់ភាគច្រើនគឺជាអ្នកដែលមានប្រាក់ចំណូលទាបជាមធ្យមដែលទទួលសេវាពិនិត្យពិគ្រោះនៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលអាចជួយកាត់បន្ថយការចំណាយសុខាភិបាលរបស់ពួកគេលើពីនេះទៀតសំណាក់ជាងពាក់កណ្ដាលត្រូវបានធ្វើរោគវិនិច្ឆ័យថាជាជំងឺសម្ពាធឈាមដំបូងដែលសមស្របទៅនឹងអង្គការសុខភាពពិភពលោកដែលបង្ហាញថាprimary hypertension នោះមានចំនួនរហូតដល់ 90 ទៅ 95%បន្ទាប់ពីការព្យាបាលហើយយើងឃើញថាសំណាក់ភាគច្រើនមានការសម្ពាធឈាមរបស់ប្រសាទប៉ុន្តែសំណាក់មួយចំនួនមិនដល់ប្រសាទដោយការថែទាំនិងព្យាបាលបន្ថែមចំណុចរបស់ខ្ញុំត្រូវបានបញ្ចប់សូមផ្ទេរកិច្ចការបកស្រាយទៅដល់សមាជិកក្រុមជម្រាបសួរនេះខ្ញុំខុននេះសូមអនុញ្ញាតបកស្រាយនៅ slide បន្តចំពោះទី6សេចក្តីសន្និដ្ឋាននិងអនុសាសន៍សេចក្តីសន្និដ្ឋានបានបង្ហាញថាស្ត្រីមានអត្រាការជំងឺលើសសម្ពាធឈាមច្រើនជាងបុរសប្រហែល 1.68 ដងដែលផ្ទុយពីទិន្នន័យរបស់អង្គការសុខភាពពិភពលោក WHO ប៉ុន្តែអាចបណ្ដាលមកពីការលំអៀងនៃសំណាក់ឬការមិនសូវទៅពិនិត្យសុខភាពរបស់បុរសដូច្នេះគួរជំរុញឲ្យបុរសទៅពិនិត្យសុខភាពឲ្យបានទៀងទាត់សំណាក់ទាំងអស់មានអាយុលើសពី40ឆ្នាំស្របតាមគោលការណ៍ណែនាំឲ្យត្រួតពិនិត្យសុខភាពប្រចាំឆ្នាំសំណាក់ភាគច្រើនមានគ្រួសារនិងមានប្រាក់ចំណូលទាបដូចជាកសិករកម្មករនិងអ្នកលក់ដូរដែលស្របនឹងការសិក្សាថាជំងឺនេះពេញនិយមក្នុងប្រទេសមានចំណូលទាបនិងមធ្យមសំណាក់ភាគច្រើនមានចំណេះដឹងត្រឹមត្រូវអំពីជំងឺលើសសម្ពាធឈាមថាជាជំងឺមិនឆ្លងមាន 93% និងយ៉ាងល្អចាំថ្ងៃមាន 35%បន្តពីភាគច្រើនអ្នកជំងឺភាគច្រើនមានស្ថានភាពប្រសើរឡើងប៉ុន្តែមួយចំនួននៅមិនទាន់គ្រប់គ្រងស្ថានសម្ពាធឈាមបានល្អ
បន្ថែមទៀតអនុសាសន៍បានបង្ហាញថាមនុស្សអាយុ40ឆ្នាំគួរតែពិនិត្យសុខភាពយ៉ាងហោចណាស់1 ទៅ 2 ដងក្នុងមួយឆ្នាំនិងតាមដានសភាពឈាមដើម្បីរកឃើញនិងការព្យាបាលឲ្យបានទាន់ពេលវេលាព្រោះជំងឺនេះមិនបង្ហាញរោគសញ្ញាទេការកែប្រែរបៀបរស់នៅមានសារៈសំខាន់ណាស់និងបរិភោគអាហារឲ្យបានសមរម្យដើម្បីបង្កើនផលវិបាកដូចជាដាច់សរសៃឈាមខួរក្បាលបេះដូងនិងតម្រងនោមអ្នកជំងឺគួរគោរពតាមវិជ្ជាបញ្ជារបស់គ្រូពេទ្យដើម្បីបន្ថយហានិភ័យនិងបង្កើនគុណភាពជីវិតចំណុចរបស់ខ្ញុំបានបញ្ចប់សូមតែជាបែបបន្តឲ្យតាមវិធានក្រុមអង្គវិធីទាំងមូលនេះគឺជាសកម្មភាពមាននៃការចងក្រងសារអាហារតាំងពីការពីការជំនួយគ្រូដឹកនាំការចុះប្រមូលទិន្នន័យនិងការចងក្រងសារអាហារដើម្បីដាក់អ្នកការពារនិងជាចុងក្រោយខ្ញុំសូមថ្លែងអរគុណដល់អាដាមស្វាតិកាស្ថាបការរងគណៈកម្មការវិដំណ័យលោកគ្រូអ្នកគ្រូនាយកនិងសហនាយកសារណាលោកគ្រូដែលជាភ្នាក់កិត្តិយសនៅក្នុងសតវត្សដែលមានវត្តមានទាំងនេះបានតាំងពីទុកដាក់បំផុតនៅក្នុងការបកស្រាយរបស់ខ្ញុំសូមអរគុណសូមថ្លែងអរគុណដល់និស្សិតក្រុមទី3ដែលបានឡើងបកស្រាយការពារសារណារបស់យើងយ៉ាងបោះបាយហើយត្រឹមត្រូវតាមពេលកំណត់ជាបន្តទៀតចូលដល់ពិធីសង្គមចម្លើយពួកកូននិស្សិតនិងគ្រូអ្នកគ្រូគណៈកម្មការសូមចូលមានយោបល់យកព័ន្ធនឹងសម្ភារចម្លើយថាមិនឃើញមានសំណួរទេអញ្ចឹងខ្ញុំបាទសូមអរមានសំណួរខ្លះចង់ដឹងពីចំណេះដឹងរបស់និស្សិតយើងទីមួយយើងឃើញក្នុងវត្ថុបំណងយើងដាក់ថាពីអរិយាបថការសិក្សាពីវត្ថុបំណងស្វែងយល់ពីចំណេះដឹងនិងអរិយាបថទាក់ទងទៅនឹងជំងឺលើសភាពឈាមរបស់សំណាក់ជួយពន្យល់ឃើញបន្តិចនៅក្នុងសម្រាប់ស្វែងយល់បាទលោកគ្រូសូមថ្លែងអរគុណសម្រាប់សំណួរការដើម្បីស្វែងយល់ពីចំណេះដឹងអរិយាបថរបស់សំណាក់ហ្នឹងបានន័យថាការជាការលទ្ធផលនៃការស្រាវជ្រាវសំណាក់ទាំងអស់ក្រុមយើងខ្ញុំដើម្បីធ្វើការស្វែងយល់ពីចំណេះដឹងអរិយាបថការប្រកបប្រាជ្ញាជំនឿសពាឈាមទាំងអស់ដើម្បីធ្វើការឆ្លងស្វែងនិងធ្វើសេចក្តីដ្ឋានដើម្បីជិះដល់ចេញសាស្ត្រទៅដល់សំណាក់វិញសូមអរគុណដូចជាសូត្រទៅបន្តសូត្រឲ្យបញ្យល់ពីពាក្យអរិយាបថទាក់ទងនឹងជំងឺសម្ពាធឈាមរបស់សំណាក់គោលបំណងរបស់យើងចង់ដឹងពីស្អីយ៉ាងអរិយាបថបែបណារបស់អ្នកជំងឺបាទអរគុណលោកគ្រូចំពោះអរិយាបថរបស់សំណាក់និងសម្ពាធឈាមហ្នឹងបានថាក្រុមយើងខ្ញុំផ្ទាល់ធ្វើការចងដឹងពីការប្រព្រឹត្តរបស់គាត់ពីការប្រើប្រាស់តាំងពីការប្រើប្រាស់ថ្នាំតាំងពីការរស់នៅប្រចាំថ្ងៃដូចជាការបរិភោគអាហារផឹកត្រជាក់ហាត់ប្រាណផឹកស្រាជាដើមមួយទៀតឃើញកន្លែងយន្តនេះយើងដាក់សម្ពាធឈាមធម្មតាតិចជាង120ស៊ីស្តូលយ៉ាស្តូលទៀតជា90ឧទាហរណ៍ថាស៊ីស្តូលបាន50យ៉ាស្តូលបាន20អានឹងទៀតជាង120ដែរតាចឹងល្អបំផុតដែរវាចាប់អារម្មណ៍ឯកន្លែងអានឹងតាមពិតយើងដាក់អញ្ចឹងអត់ខុសទេប៉ុន្តែគេមានឃ្លាមួយទៀតកុំឲ្យវាទៀតជាងទៀតជ្រុលដល់ក្រោម90របស់ស៊ីស្តូលអានឹងវាទៅជាសក់វិញហើយ
Chẳng những tại chẳng đồ nè ở đấng những mưa tới này tôi trùng họ sơ xuống này anh tầng hà sập thì họ hà sập từ đọc họ đà đái chỗ không người nâng bồi tới đây có nhạc ở đó chứ họ chặt ở đó mấy mỗi tiết trong xua thả dương rồi mót dương ta tha dương sạch xá tam cross sectional study dương vô biện nâng đi là pro giờ cross sectional lại cho mình vô ដើម្បីធ្វើការបញ្ជាក់បន្ថែម cross sectional study ហ្នឹងគឺជាកំណងសំណួរដើម្បីធ្វើការសិក្សាស្រាវជ្រាវរបស់ក្រុមខ្ញុំដែលខ្ញុំប្រងជាសំណួរចំនួន23សំណួរមាន23មាន3ផ្នែកហើយធ្វើការចុះសាកសួរ promote ទៅដល់ផ្ទាល់ ត្រូវទាំងអស់ហ្នឹងប៉ុន្តែថាសូមឲ្យស្វែងយល់យើងពាក្យនៅក្នុងនេះយើងត្រូវស្វែងយល់បន្តមកទៀតគ្រូចង់និយាយថាក្នុងវត្ថុបំណងយើងមានច្រើននិងមាន5 6ប៉ុន្តែទៅដល់ការសន្និដ្ឋាននិងអបដរអនុសាសន៍របស់យើងទៅជាខ្លីសំខាន់ណាស់យើងដាក់គោលបំណងយើងសិក្សាអញ្ចឹងប៉ុន្តែដល់ការសន្និដ្ឋានយើងសិក្សាទៅឃើញឲ្យវាត្រូវនឹងចង់បានបំណងរបស់យើងទៅថាលក្ខណៈវិទ្យាសាស្ត្រវាកើតនៅលើមនុស្សប្រមាណនេះលើជាជនបែបណាអាយុប្រមាណណាហើយអេរយាប័តនៅលើអ្នកអានឹងឲ្យឆ្លើយទៅសំណួរទី1វិញអេរយាប័តរបស់អ្នកលើឈាមត្រូវគាត់មានអេរយាប័តហ្នឹងគាត់ត្រូវស្វែងយល់ពីការព្យាបាលរបស់គាត់ត្រូវស្វែងយល់ពីសកម្មភាពគាត់អាចធ្វើអីបានអត់មែនថាគាត់លើឈាមឈប់ធ្វើអីយ៉ាងហ្នឹងគឺជាសកម្មភាពចាំថ្ងៃហើយមួយទៀតយើងត្រូវសន្និដ្ឋានថាយើងសិក្សាទៅឃើញកម្រិតសម្ពាធឈាមលើដែលយើងរកឃើញនេះក្នុងទី3ខែពីគឺពិចារណាគឺលើកម្រិតទី1អញ្ចឹងបើយើងអត់មានសរសៃណាហើយមកកម្រិតទី1ហ្នឹងមកពីអីបើឃើញកើតច្រើនកម្រិតទី1អាទី3ទី4អត់ឃើញកើតអាហ្នឹងវាតកតទៅការសិក្សារបស់យើងវាមានរយៈពេលខ្លីពេកខ្លីមែនតើហើយ100នាក់ពីថ្ងៃ8ដល់ថ្ងៃ12ខែ12 sample នោះខ្លីពេកបានប្រហែលថ្ងៃ4ថ្ងៃ5ថ្ងៃអញ្ចឹងវាមិនអាចជាលក្ខណៈមួយជា logic ដែលយើងយកមកអនុវត្តតាមសិក្សាតាមនេះវាទីពេកហ្នឹងហើយខ្ញុំមានយោបល់ប៉ុណ្ណឹងសូមឡើងដល់គណៈកម្មការដែលមានជាសំណួរនិងការបញ្ជាក់បន្ថែមយ៉ាងបោះបាយឲ្យសូមឲ្យនិស្សិតយើងណាមិនថាតែនិស្សិតដែលឡើងការពារទេនិស្សិតដែលចំនួនផ្សេងឬក៏សិស្សអូនក្រោយយ៉ាងដែរត្រូវបបចំណាំទុកថានេះគឺសុទ្ធតែជាអនុសាសន៍ល្អទីពេជ្រដែលយើងធ្វើនៅក្នុងសាសនាហ្នឹងគឺសុទ្ធតែត្រូវការបញ្យល់ឲ្យបានបោះបាយល្អពីអនុសាសន៍ល្អណាស់បាទហើយក៏រាល់អនុសាសន៍ដែលមានយើងត្រូវតែកែក្នុងសាសនាយើងមុននឹងចូលពុកបាទសូមអញ្ជើញបន្តបាទបាទអរគុណខ្ញុំធម្មសូមក្រុមឯកឧត្តមសាស្ត្រាចារ្យឯកឧត្តមជាតិសាកលវិទ្យាការហើយខ្ញុំក៏ជា command ខ្ញុំមិនជាស្ទូទេតាក់ទងទៅទិន្នន័យតាក់ទងទិន្នន័យយើងត្រូវវេជាទី1មើលទិន្នន័យរបស់យើងឲ្យបានមួយខុសជាមួយទី1កាលណាបញ្ជាក់ទិន្នន័យមួយគឺត្រូវបញ្ជាក់នៅអនុសាសន៍ហើយនឹង conclusion គឺការដែលសន្និដ្ឋានចឹងទិន្នន័យមួយបើសិនជាខាងនេះគេថាប្រុសច្រើនជាងហើយខាងនេះត្រីច្រើនជាងចឹងត្រូវមើលបើថាថ្ងៃក្រោយធ្វើយើងត្រូវពេលជាបានស្រួលពួនតាក់ទងនឹងទិន្នន័យរបស់យើងចឹងទី1ភេទហើយយើងឃើញស្រីច្រើនជាងប៉ុន្តែនៅខាងអង្គការសុខភាពពិភពលោកយើងត្រូវសំផលក៏ឲ្យបានច្រើនទៀតហើយបញ្ហាទី2នៅក្នុងទិន្នន័យរបស់យើងមួយទៀតយើងឃើញថា 40% ជាងទៅនៅតំបន់តំបន់នៅតំបន់ខេត្តរាជធានីនៅកន្លែងជនបទអញ្ចឹងយើងគួរអនុសាសន៍មិននៅក្នុងជនបទខ្ញុំបានតាក់ទងជាមួយនឹង stroke ចូលក្នុងទីពេទ្យក៏អត់ដឹងខ្លួនគាត់ទេយើងត្រូវអប់រំមិនព្រោះយើងជាធ្វើ public health កាលណាធ្វើ public health គឺការអប់រំទៅតាមថាគោ
នេះហើយគឺជានៅក្នុងសហគមន៍ដែលឃើញថានៅក្នុងទីក្រុងហើយនៅជនបទគឺជនបទច្រើនជាងហេតុអីគឺដោយសារគាត់មិនបានទទួលការអប់រំណាបាទហើយទទួលការអប់រំរបស់ខាងនេះតែយើងត្រូវឲ្យអានុសាសន៍មិនដើម្បីការអប់រំណាអប់រំដើម្បីគាត់យល់ដល់បាទពួកគំនិតកាត់ចុះផលបាយនឹងស្រាប់ហើយអភិបាលដល់ចុងគឺបាទអីនេះប៉ុន្តែដល់ពេលមកគំនិតកាត់ចុះជាពិសេសគឺ stroke នឹងតែម្ដងជាពិសេសការយ៉ាប់កាត់ដល់បេះដូងបាទអញ្ចឹងយើងត្រូវអានសាសនឹងអានសាសថាតើត្រូវខាងមនោសុខភាពឬក៏សហគមន៍យើងត្រូវបង្កើនការអប់រំនៅសហគមន៍វិញ 40% ហើយពាក់ព័ន្ធមួយទៀតគាត់ 60% ជាងយើងរកឃើញគឺគាត់ 60% ជាងគឺគាត់អត់បានដឹងពីនេះវាតាមការសុខភាពរបស់គាត់ទេគាត់អត់តាមសុខភាពគាត់ថាអាយុ40ទៅតើគេត្រូវការអប់រំមិនតែผมជឿថាpublic health អស់មិនមែនជា clinic នៅក្នុងទីពេទ្យទេក្នុងទីពេទ្យក៏ត្រូវការអប់រំនៅពេលដែលគាត់មកឡើងមកដល់ទីពេទ្យក៏ត្រឡប់ទៅវិញទៅអប់រំគាត់ហើយគ្មានអីជាងគាត់ជឿជាងគ្រូពេទ្យទេបើថានៅក្នុងទីពេទ្យតែនៅក្នុងសហគមន៍គឺយើងជាតែក្រោយបងប្អូនខ្លាយមិនមែនតែគ្នានៅក្នុងទីពេទ្យទេវាអាចនៅក្នុងសហគមន៍អាចទៅជាមនុស្សសុខភាពទៅជាអីព្រោះលើទីរដ្ឋាភិបាលអត់ជួយខាងជាផ្សេងបញ្ញាបត្រហ្នឹងឲ្យទៅខាងមនុស្សសុខភាពហើយឬក៏មានប៉ុកសុខភាពទៀតអញ្ចឹងការអប់រំយើងធ្វើថាប្រធាននេះគឺការអប់រំសម័យយើងអាចជំងឺមិនឆ្លងទៅច្រើនទៅគ្រូផ្អែមហើយនឹងជំងឺនេះនឹងជាជំងឺកុកកើតអញ្ចឹងយើងត្រូវថាគាត់ 60% គាត់អត់តាមដានទេតើគាត់ត្រូវតាមដានមិនត្រូវគាត់ត្រូវមានសម្ភារៈអបរិយដល់ក្នុងនៅផ្ទះនៅក្នុងមានប្រដាប់គាត់ខ្ញុំវាមិនណាហើយមានធ្វើមិនប្រយោជន៍របស់គាត់អញ្ចឹងត្រូវការអប់រំសុខភាពនៅក្នុងសហគមន៍ទៀតគឺ 60% គាត់អត់ដឹងខ្លួនគាត់ដល់ឡើងជាមិនតែខ្សែជើងពោះបាទរដ្ឋបាលឡើង20លើពីដណ្ដប់អញ្ចឹងទៅអប់រំណានឹងជាកំបាញ់របស់គ្រូឯទៅពេលបងប្អូនថ្ងៃក្រោយបងប្អូនអាចទៅជាមណ្ឌលសុខភាពអីយើងត្រូវអប់រំសហគមន៍អញ្ចឹងអានេះគឺក្នុងសាសនារបស់យើងគាត់ត្រូវបញ្ជាក់ពីរឿងបញ្ហាការអប់រំដែរយើងតែមើលនិយាយតែ clinic គឺអីប៉ុន្តែគាត់ថានៅក្នុងនេះជាសាសនាអប់រំបាទជាផ្សេងផលវិទ្យានៅក្នុងសុខភាពសាធារណៈអញ្ចឹងការអប់រំនោះគឺជាសំខាន់ណាស់ដែលនៅរបស់យើងតែក្រោយយើងជាបញ្ញាបត្របាទជាអរគុណហើយខ្ញុំខមមិនរបស់ខ្ញុំមានប៉ុណ្ណឹងហើយបើយើងនេះយើងបន្ថែមទៅបើយើងមិនបន្ថែមទេថ្ងៃក្រោយយើងអាចធ្វើជាផ្សេងខុសទៅនៃនេះបាទអរគុណច្រើនខ្ញុំសូមគោរពអាដាមសកលជាធិការរបស់គ្រូនៃក្រុមហ៊ុនសិទ្ធិទាំងអស់ខ្ញុំសូមចូលរួមយោបល់ទីខ្ញុំសួរទៀតបាទសូមផ្ដល់ជាយោបល់ខ្លះទៅជំងឺលើសសម្ពាធឈាមនៅក្នុងសាសនារបស់យើងនោះយើងបានលើកពីអេរីយ៉ាបតតែតទៅនឹងអ្នកជំងឺដែលលើសសម្ពាធឈាមតែនេះគឺមួយត្រូវដឹងពីកត្តាគ្រោះថ្នាក់នៃជំងឺលើសសម្ពាធឈាមគេហៅថា risk factor តែ risk factor ហ្នឹងវាមាន2តែទី1គឺថាជាកត្តាគ្រោះថ្នាក់ដែលយើងមិនអាចលុបបំបាត់បានទេណាហើយទី2គឺកត្តាគ្រោះថ្នាក់ដែលអាចលុបបំបាត់បានហើយកត្តាគ្រោះថ្នាក់ដែលមិនអាចលុបបំបាត់បានដូចជាស្អីខ្លះដូចជាអាយុណាកាលណាអាយុកាន់តែច្រើនទៅអាសរសៃឈាមវារឹងក្រឹងវាអាចលើសសម្ពាធឈាមដែលយើងមិនអាចយកមូលហេតុឃើញទេហើយវាគាត់ដឹងថាវាអាចមានរីកតើវាកត្តាគ្រោះថ្នាក់ហ្នឹងគឺអាយុយើងមិនអាចធ្វើមិនបានតែដល់អាយុវាត្រូវលើសឈាមអញ្ចឹងតែតែមានហើយហើយទី2ក៏តើទៅកត្តា genetic ហើយកត្តា genetic ក៏ជាកត្តាមួយទាក់ទងនឹងលើសសម្ពាធឈាមនឹងដែរអានោះក៏យើងមិនអាចលើសបំបាត់វាបានដែរហើយនឹងកត្តាដែលអាចលុបបំបាត់បានវាមានកត្តាច្រើនដែរដូចជាផឹកស្រាយើងឈប់ផឹកទៅវាកាត់បន្ថយកត្តាគ្រោះថ្នាក់ឯងហើយនឹងជក់បារីបើយើងឈប់ជក់បារីទៅយើងអាចកាត់បន្ថយកត្តាគ្រោះថ្នាក់ហ្នឹងហើយនឹងកត្តាផ្សេងទៀតដូចជាហាត់ប្រាណអីយើងទម្លាប់ហាត់ប្រាណឲ្យបានទៀងទាត់ទៅក៏ជួយកាត់បន្ថយនៅការឡើងសម្ពាធឈាមដែរហើយរបបអាហារណាតងប្រៃជាវាងហូបប្រៃហ្នឹងទៅតែតាក់ទងនឹងអេរីយ៉ាបតតាក់ទងនឹងការអប់រំពីអ្នកជំងឺហើយនេះចឹងមួយត្រូវយល់ដឹងពីកត្តាដែលអាចលុបបំបាត់បាននិងកត្តាមិនអាចលុបបំបាត់បានណាតើទៅនឹងការអប់រំ
ទៅអ្នកជំនួយនោះយើងត្រូវលើកយកបញ្ហាអាកតាគ្រោះថ្នាក់ហ្នឹងយកមកនិយាយហើយខ្ញុំសូមមានតែប៉ុណ្ណឹងសូមអរគុណ ចា៎ខ្ញុំសូមគោរពប្រធានគណៈកម្មការវិតម្លៃលោកគណៈកម្មការវិតម្លៃលោកសាស្ត្រាចារ្យដឹកនាំលោកគ្រូអ្នកគ្រូនិងបងប្អូននិស្សិតទាំងអស់នៅក្នុងពិធីការពារសាសនានេះសម្រាប់នាងខ្ញុំជាគ្រូដឹកនាំពួកគាត់ផ្ទាល់ជាដំបូងនេះខ្ញុំសូមកោតសរសើរពួកគាត់សិនឃើញពួកគាត់ធ្វើបទបង្ហាញបានល្អពិតជាមានមោទនភាពទាំងគ្រូមោទនភាពទាំងបងប្អូនហើយទី2សូមអរគុណដល់លោកគណៈកម្មការវិតម្លៃនិងលោកសាស្ត្រាចារ្យដឹកនាំដែលបានផ្ដល់អនុសាសន៍ល្អហើយតកតងនឹងដែលថាយកកន្លែងលើសម្ពាធឈាមមិញគឺយកទៅតាម RPA guideline របស់ក្រសួងសុខាភិបាលឆ្នាំ2024ដូច្នេះហើយតារាងនោះគឺយើងយកមកទាំងស្រុងតែម្ដងអត់មានកែទៅមើលអីលោកគ្រូគឺអញ្ចឹង slide ហ្នឹងបើសិនជាគួរតែដាក់ប្រភពវាថែមមួយទៀតទៅគឺបានហើយព្រោះយើងយករបស់គេមកយើងអត់មានកែទៅមើលអីទេ slide ហ្នឹងចាហើយតែដល់ថាអនុសាសន៍ហើយនឹងរយៈពេលខ្លីតែសារអនុសាសន៍នៅក្នុងសភៅរបស់បងប្អូនមកគឺច្រើនប៉ុន្តែតែយកទៅតាមពេលវេលាតែដល់នឹងការធ្វើបទបង្ហាញនេះខ្ញុំឲ្យពួកគាត់ចូលតែអាខ្លីតែយើងគិតថាសំខាន់ចូលមកបង្ហាញបានហើយប៉ុន្តែអនុសាសន៍ជារួមនៅក្នុងសភៅមានច្រើនហើយរយៈពេលចុះទៅខ្ញុំទទួលស្គាល់ថាខ្លីមែនតែពួកគាត់គិតថាលើកពី30អញ្ចឹងត្រឹម100ហ្នឹងគាត់ថាបានហើយមួយទៀតខ្ញុំបដោតសំខាន់ថាធ្វើម៉េចឲ្យគាត់ចេះវិធីសាស្ត្រស្រាវជ្រាវអញ្ចឹងខ្ញុំអត់សូវសកលប្រហែលទៅលើតកតងនឹងការពេលវេលានៃការរើសំណាក់ហ្នឹងទេសំខាន់ឲ្យគាត់ចេះវិធីសាស្ត្រស្រាវជ្រាវឲ្យគាត់ចេះទៅសេសារណាហើយទៅអនាគតបើគាត់ចេះប៉ុណ្ណឹងទៅខ្ញុំគិតថាគាត់អាចទៅធ្វើការស្រាវជ្រាវបន្ថែមអីទៀតបានកាន់តែល្អប្រសើរឡើងថែមទៀតហើយតកតងនឹងអនុសាសន៍ល្អពីលោកគណៈកម្មការលោកសាស្ត្រាចារ្យដឹកនាំពិតជាល្អមែនតើបានថាប្រធានបទនេះពិតជាសំខាន់សម្រាប់បច្ចុប្បន្ននេះអញ្ចឹងរួមបញ្ចូលបងប្អូនហើយអនុសាសន៍ដែលលោកគ្រូបន្ថែមនិងគួរតែដាក់បញ្ចូលថែមទៀតទៅឲ្យសាសនារបស់យើងកាន់តែមានទំនុកកាន់តែល្អបន្ថែមទៀតចាសូមអរគុណ ba xuồng cũng đỡ vui vui là của nè ba được tròn xa nè để thưa bậc hai bạn xong luôn tôi điều ba để có cũng đỡ cái cô để chưa luôn để luôn này cả mấy ơi xa nè vẫn cần tại ở xa lan nhưng cuối bạn đã trôi sạch vì mình để chú luôn mà khu nhưng mà bây nghiên cứu mùi than sẽ đẹp từ vừa càng nghe được có sẵn sàng thành tiết từ được bên là mục ở con này chụp trên ở này là sống ở con